សូមគោរពជម្រាបសួរទៅកាន់លោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងស្រឡាញ់ពីខ្ញុំបាទទាំងអស់គ្នាដែលពុកម៉ែបងប្អូនទាំងអស់រស់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីថ្ងៃនេះខ្ញុំបាទមានសាច់រឿងឬក៏ដំណឹងខ្លះចង់មកចែករំលែកចែកជូនទៅកាន់លោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់បានដឹងហើយនឹងបានជ្រាបជាដំណឹងដោយនៅពេលថ្មីនេះលោកអូសុចលោកបាននិមន្តមកដល់ប្រទេសកម្ពុជារបស់យើងហើយដោយមានពុកម៉ែបងប្អូនមួយចំនួនលោកក៏លើកឡើងថាតើលោកអូសុចអាចនិមន្តឬក៏គង់នៅវត្តព្រះអង្គចន្ទមុនីបានដែរឬទេហើយមានមតិមហាជនមួយចំនួនក៏លើកឡើងថាភ្នំមួយមិនអាចមានខ្លាពីរនោះទេនឹងរឿងមួយហើយរឿងមួយទៀតខ្ញុំបាទចង់លើកឡើងពាក់ព័ន្ធទៅនឹងកងទ័ពសៀមដែលខ្លោបខ្លាចអំណាចរដ្ឋបារមីនៃពុព្វបរោះខ្មែរក៏ដូចជាមន្តអាគមរបស់ខ្មែរផងដែរដោយនៅពេលថ្មីហ្នឹងពុកម៉ែបងប្អូនឃើញហើយកងទ័ពទាហានសៀមមួយចំនួនហ្នឹងគឺបានធ្វើខ្សែកថាយ័ន្តការពារដល់ខ្លួនថែមទៀតចង់ដឹងសាច់រឿងឬក៏ដំណើររឿងនឹងបែបណាពុកម៉ែបងប្អូនអាចអញ្ជើញទស្សនាដល់ចប់នឹងបានដឹងនឹងបានយល់អំពីសាច់រឿងទាំងអស់ហ្នឹងហើយកុំភ្លេចជួយចុចពាក្យជាវឬពាក្យ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយផងបើពុកម៉ែបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទល្អមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយរឿងទី1គឺខ្ញុំបាទចង់លើកឡើងពាក់ព័ន្ធនឹងលោកអូសុចនិងប្រធមវនវិស័យបណ្ឌិតចន្ទមុនីដោយនៅពេលកន្លងទៅនឹងពួកជនជាតិសៀមបានធ្វើទុកបុកម្នេញទៅកាន់លោកអូសុចមូលហេតុដែលធ្វើទុកបុកម្នេញទៅលើលោកអូសុចគឺដោយសារតែលោកអូសុចនិយាយពាក់ព័ន្ធទៅនឹងព្រំប្រទល់កម្ពុជាហើយនិងថៃហើយរឿងដែលធ្វើឲ្យថៃឬក៏ពួកកងទ័ពសៀមដៅក្រហល់ក្រហាយនៅមិនសុខដេកមិនលក់បក់មិនលហើយនោះគឺលោកអូសុចបានផ្ដល់ជាច្បៀងចំណីអាហារដល់កងទ័ពកម្ពុជារបស់យើងធ្វើឲ្យថៃនឹងខឹងសម្បាលោកអូសុចខ្លាំងកាន់តែមែនតែនរហូតដល់ផ្ដាច់សញ្ជាតិលោកអូសុចហើយមួយទៀតដល់បិទផ្លូវមិនឲ្យលោកអូសុចនិមន្តទៅវត្តព្រះអង្គវិញបានទេហើយក៏មានពួកទាហានសៀមមួយចំនួនហ្នឹងក៏ទៅដល់វត្តលោកអូសុចគោលបំណងហ្នឹងគឺចង់ចាប់លោកអូសុចផងដែរហើយនៅពេលថ្មីហ្នឹងកាលពីលោកអូសុចនៅប្រទេសក្រៅហ្នឹងលោកអូសុចក៏បានអំពាវនាវដល់សប្បុរសជនឬក៏ពុទ្ធបរិស័ទជាពិសេសហ្នឹងដល់ថ្នាក់ដឹកនាំនៃប្រជាជាតិកម្ពុជាឲ្យលោកជួយសម្រួលការស្នាក់នៅក៏ដូចជាការរស់នៅការគង់នៅរបស់ព្រះអង្គផងដែរហើយនៅក្នុងហ្នឹងលោកអូសុចក៏បានលើកឡើងថាព្រះអង្គមិនអាចនិមន្តទៅវត្តដែលព្រះអង្គគង់នៅនោះវិញបានទេហើយលោកអូសុចបានលើកឡើងទៀតថាបើចង់ឲ្យលោកអូនិមន្តទៅវិញលុះតែលោកអូស្លាប់ឬក៏សគត់ឬក៏លោកអូនិយាយទៀតថាលោកអូនឹងចងកតាមលើឡានសគត់មិនទៅប្រទេសថៃវិញទេពុកម៉ែបងប្អូនទាំងអស់គ្នាដោយលោកអូសុចពីមុនគឺមានសញ្ជាតិជាជនជាតិថៃហើយដោយលោកអូក៏ជាខ្មែរយើងផងដែរដោយការឈ្លានពានរបស់ជនជាតិសៀមទៅសៀមបានវាយលុកឬក៏យកខេត្តមួយចំនួនហ្នឹងទៅក៏លោកអូសុចខ្លាយជាជនជាតិសៀមពុកម៉ែបងប្អូនទាំងអស់គ្នា
ហើយទឹកចិត្តហើយនឹងដើមកំណើតរបស់ព្រះអង្គគឺជាជនជាតិខ្មែរយើងទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយរឿងដែលលោកឪសុចតូចចិត្តស្អិតទ្រង់ខ្លាំងមែនតើនោះគឺមានជនជាតិខ្មែរយើងដែលជាអ្នកដើមកំណើតខ្មែរបានសញ្ជាតិថៃដែលរស់នៅខេត្តមួយចំនួនដែលថៃបានឈ្លានពានយកនឹងគឺមិនសម្គាល់ខ្លួនឯងថាជាជនជាតិឬដើមកំណើតខ្មែរទេអញ្ចឹងលោកអូសុចគោកតូចចិត្តរហូតនិយាយប៉ះពាល់ដល់ខេត្តមួយចំនួនដូចជាខេត្តសុរិន្ទអីជាដើមហ្នឹងលោកអូក៏លើកឡើងថាអ្នកដែលរស់នៅក្នុងខេត្តហ្នឹងភាគច្រើនមិនសម្គាល់ខ្លួនឯងថាជាជនជាតិខ្មែរយើងទៀតទេយើងកុំចាត់ទុកគេថាជាម៉ែយើងទៀតអីហើយលោកអូក៏ធ្លាប់លើកឡើងនៃការហែអង្គកឋិនទានទៅខេត្តសុរិន្ទនោះផងដែរលោកអូខំប្រម៉ែប្រមូលពុទ្ធបរិស័ទដើម្បីទៅហែអង្គកឋិនទានដាក់នៅវត្តសុរិន្ទប៉ុន្តែនៅពេលដែលអាចារ្យប្រកាសប្រកាសក៏បានស្រែកឡើងថាសូមអនុមោទនាអ្នកខេត្តសុរិន្ទយើងទាំងអស់គ្នាហើយលោកឪគឺជាអ្នករស់នៅក្នុងខេត្តបុរីរាមលោកឪឮបែបហ្នឹងក៏លោកឪមានការតូចចិត្តស្អិតទ្រូងដោយខាងខេត្តសុរិន្ទហ្នឹងមិនចាត់ទុកលោកឪជាពុជអម្បូរឬក៏ជាជនជាតិរបស់ខ្លួនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយនឹងជារឿងមួយហើយលោកឪក៏បានសូមការស្នាក់នៅពីថ្នាក់ដឹកនាំក៏ដូចជាសូមការច្រកកោននៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរហើយប្រមុខថ្នាក់ដឹកនាំនៃបរិជាណាចក្រកម្ពុជារបស់យើងលោកក៏បានស្វាគមន៍នឹងទទួលលោកអូសុចយ៉ាងកក់ក្ដៅដោយសារការមនសិការឬក៏ទឹកចិត្តលោកអូសុចគឺមិនភ្លេចនៃដើមកំណើតខ្លួនឯងជាខ្មែរអញ្ចឹងណាបងប្អូនអរគ្នាហើយនៅពេលថ្មីហ្នឹងលោកអូសុចក៏បាននិមន្តមកដល់ប្រទេសកម្ពុជាហើយនឹងបានប្រកាសប្រាប់ពុទ្ធបរិស័ទថាព្រះអង្គអាចនឹងបង្កើតវត្តមួយដើម្បីគង់នៅផងដែរហើយនឹងនៅក្នុងនឹងក៏បានប្រកាសថាលោកតាលោកយាយអាចចូលរួមតាមកម្លាំងសទ្ធារបស់ពុទ្ធបរិស័ទអីបានចឹងទៅហើយក៏មានមតិបងប្អូនមួយចំនួនលើកឡើងទៀតថាលោកសុចអាចទៅនិមន្តនៅវត្តសុទ្ធឬក៏វត្តដែលព្រះធម្មវនវាសីបណ្ឌិតចន្ទមនីគង់នៅបានដែរឬទេហើយក៏មានអ្នកខមមិនឬក៏អ្នកសរសេរទៀតថាភ្នំមួយមិនអាចមានខ្លាពីរបានទេអញ្ចឹងណាបងប្អូនទាំងអស់គ្នាក្នុងនឹងចង់និយាយថាភ្នំមួយមិនអាចឬក៏វត្តមួយមិនអាចមានអ្នកល្បីពីរអង្គនៅជាមួយគ្នាបានទេបើនៅជាមួយគ្នាគង់នឹងប្រេះឆាឬក៏គង់នឹងឆ្លោះទាស់តែងឬក៏ខ្វែងគំនិតគ្នាអីចឹងទៅហើយមតិមួយចំនួនទៀតលោកលើកឡើងទៀតថាអាចឲ្យព្រះអង្គគង់នៅជាមួយគ្នាបានព្រោះអីយើងជាជនជាតិខ្មែរដូចគ្នាយើងត្រូវតែរួបរวมសាមគ្គីព្រោះកាលណាបើយើងរួបរวมសាមគ្គីគ្នានោះពួកជនជាតិសៀមឬក៏ថៃនឹងខ្លោបខ្លាចអំណាចនៃជនជាតិកម្ពុជារបស់យើងពុកម៉ែបងប្អូនអរគ្នាហើយតាមមតិរបស់ខ្ញុំគិតថាព្រះអង្គចន្ទមនីឬក៏លោកអូសុចគឺលោកមិនជាបញ្ហាឬក៏លោកមិនដែលមានគំនិតទាស់តែងខឹងច្រណែនគ្នាអីនោះណាទេពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំគិតថាព្រះអង្គអាចគង់ឬក៏អាចស្នាក់នៅជាមួយគ្នាបានតែទឹកចិត្តលោកអូសុចគឺលោកចង់បង្កើតវត្តមួយឬក៏លោកចង់ស្នាក់នៅដោយតឯងឬក៏ដោយឡែកគឺមិនចង់នៅជាមួយទេបងប្អូនទាំងអស់គ្នានេះតាមគំនិតតាមការគិតឬក៏ទស្សនៈរបស់ខ្ញុំពុកម៉ែបងប្អូនទាំងអស់គ្នាដោយពុកម៉ែបងប្អូនគិតចឹងថាកន្លែងមួយมันអាចមានអ្នកដែលមាន
អំណាចឬក៏អ្នកចេះដឹងឬក៏រឹតអំណាចនៅពីបានទេបងប្អូនទាំងគ្នាកាលណាបណ្នៅគង់តែមានថ្ងៃណាមួយឬក៏ពេលណាមួយនឹងខ្វែងឬក៏ទាស់គំនិតគ្នាជាក់ជាមិនខានណាបងប្អូនប៉ុន្តែខ្ញុំគិតថាភេទជាប្រសង់ភេទជាបព្វជិតគឺលោកមិនមានការគិតបែបហ្នឹងទេបងប្អូនទាំងគ្នាប៉ុន្តែគ្រាន់តែយើងជាពុទ្ធបរិស័ទគឺយើងតែងតែខ្វាយខ្វល់តែងតែគិតអីចឹងណាពុកម៉ែបងប្អូនទាំងគ្នាជួយមកច្រើនបងហើយលោកអូសុចហ្នឹងក៏មានលោកតាលោកយាយពុកម៉ែបងប្អូនគោរពស្រឡាញ់ព្រះអង្គច្រើនទាំងនៅប្រទេសថៃក៏ដូចជានៅខ្មែរយើងផងដែរហើយជាពិសេសហ្នឹងព្រះធម្មវនវាស័យហ្នឹងក៏មានលោកតាលោកយាយជាច្រើនមែនតើបងប្អូននៅតែគោរពស្រឡាញ់ព្រះអង្គនៅតែនឹករលឹកព្រះអង្គនៅតែខ្វាយខ្វល់អំពីព្រះអង្គនៅតែសួរសុខទុក្ខអំពីព្រះអង្គទោះបីជាព្រះអង្គមិនគង់នៅក្នុងវត្តចន្ទបជោតនារាមដូចមុនក៏ដោយក៏មនុស្សម្នាអញ្ជើញទៅជាហោហែមិនដែលដាច់នោះទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយដោយនៅពេលថ្មីនេះគឺខ្ញុំបានធ្វើដំណើរទៅភ្នំកាច់ចង្កូតដើម្បីផ្ដិតយករូបភាពឬក៏ទិដ្ឋភាពនៅក្នុងភ្នំកាច់ចង្កូតក៏មានលោកតាលោកយាយគាត់នៅតែស្រណោះអឡោះអាល័យព្រះអង្គជាពិសេសនឹងគឺឡើងទៅដល់លើភ្នំកាច់ចង្កូតនឹងហើយនឹងក៏បានថ្វាយបង្គំព្រះនៅទីនឹងហើយមួយទៀតនេះគឺថ្វាយបង្គំព្រះពោធិព្រឹក្សណាបងប្អូនអរគ្នាដែលលោកតាលោកយាយគាត់ថាកន្លែងហ្នឹងគឺជាកន្លែងព្រះអង្គទ្រង់ដាំបងប្អូនអរគ្នាហើយមិនមែនធំចឹងទេបងប្អូនតាំងពីនៅតូចណាបងប្អូនកន្លែងហ្នឹងណាហើយស្លឹកពោដែលនៅក្រោមដើមពោហ្នឹងគឺគ្មានមួយសន្លឹកទេពុកម៉ែបងប្អូនអរគ្នាលោកតាលោកយាយខ្លះអង្គុយចាំស្លឹកពោធ្លាក់ដើម្បីយកស្លឹកពោហ្នឹងមកផ្ទះមកតាមខ្លួនបើយើងនិយាយទៅនៅស្រុកឥណ្ឌាក៏មានដែរបងប្អូនដើមពោដែលដាំហើយមានការគោរពបូជានឹងគឺមិនដែលមានស្លឹកពោណានៅរាយប៉ាយទេបងប្អូនអរគ្នាបោសសម្អាតយ៉ាងស្អាតជាពិសេសរើសទុកទៀតបងប្អូនមានភ្ញៀវទេសចរភ្ញៀវជាតិអីអញ្ជើញទៅនឹងចង់បានស្លឹកឈើអញ្ចឹងអ្នកដែលបោសសម្អាតឬក៏អ្នកដែលនៅទីនោះចែកម្នាក់មួយស្លឹកពីរស្លឹកអីចឹងទៅហើយនៅភ្នំកាច់ចង្កូតនេះក៏ដូចគ្នាដែរពុកម៉ែបងប្អូនអរគ្នាលោកតាលោកយាយដែរគាត់សម្អាតនៅក្រោមដើមពោធិព្រឹក្សហ្នឹងគឺគាត់រើសទុកអីចឹងទៅមានបរិស័ទលោកតាលោកយាយណាចង់បានអីហ្នឹងគាត់ក៏ជូនចឹងទៅឲ្យមានគិតលុយគិតកាក់ចង់បានលុយបានកាក់អំពីពុកម៉ែបងប្អូននោះទេបងប្អូនទាំងអស់គ្នាហើយការបោះសម្អាតរបស់គាត់នឹងឃើញស្អាតប្លែកហើយគ្មានសម្រាមគ្មានស្មៅអីមួយតងទេបងប្អូនទាំងអស់គ្នាឡើងទៅដល់លើភ្នំកាច់ចង្កូតនឹងគឺស្អាតប្លែកមែនទែនពុកម៉ែបងប្អូននិយាយក៏ធ្លាប់និយាយថាកន្លែងហ្នឹងដើមពោហ្នឹងក៏ជាកន្លែងបឋមវិស័យព្រះអង្គដាំនៅលើនឹងផងដែរពុកម៉ែបងប្អូនទាំងគ្នាហើយនេះក៏ជារឿងរ៉ាវខ្លះពាក់ព័ន្ធទៅនឹងលោកតាលោកយាយគាត់ឆ្ងល់ថាបើលោកតាសុចគាត់និមន្តមកដល់កម្ពុជាហើយមិនក៏មិនអោយលោកឪសុចមកស្នាក់ឬក៏គង់នៅជាមួយបឋមវិស័យនៅវត្តសុតអីទៅអញ្ចឹងទៅបងប្អូនទាំងគ្នានេះគឺជាអធិស្ឋានរបស់លោកចង់គង់ចង់ស្នាក់នៅទីណាហ្នឹងគឺជារឿងរបស់លោកចឹងទៅបងប្អូនទាំងគ្នាហើយក៏តែឮដំណឹងខ្លះថាព្រះអង្គទៅសើចនិមន្តមកខ្មែរគឺលោកចង់បង្កើតវត្តឬក៏ចង់បង្កើតអាស្រមមួយដើម្បីគង់នៅដោយព្រះអង្គឯងគឺមិនចង់ឲ្យគាត់ព្រះអង្គមិនចង់នៅកន្លែងផ្សេងឬក៏នៅជាមួយអង្គណាទេបងប្អូនទាំងគ្នាគឺលោកចង់ប្រស្រ័យតាក់ទងឲ្យអង្គឯងអញ្ចឹងណាបងប្អូននេះគឺជាទឹកចិត្តឬក៏ជាស្រ័យរបស់លោកហើយនៅមួយទៀតលោកចង់បង្កើត
ដើម្បីឲ្យពុទ្ធបរិស័ទបានបុណ្យបានកុសលផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជារឿងមួយដែលខ្ញុំបានដឹកឡើងពាក់ព័ន្ធទៅនឹងលោកអូសុចហើយនឹងព្រះអង្គចន្ទមនីហើយរឿងមួយទៀតនោះគឺខ្ញុំបានចង់និយាយថាពាក់ព័ន្ធទៅនឹងកងទ័ពសៀមកងទ័ពសៀមនេះពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែឮមុនអាគមឬក៏បារមីពពកបរោះខ្មែរយើងគឺខ្លោបខ្លាចញ័ររន្ធត់ភ័យបងប្អូនអរគ្នាដោយនៅពេលថ្មីហ្នឹងពួកកងទ័ពសៀមឬក៏យោធាសៀមហ្នឹងបានធ្វើពិធីមុនអាគមឬក៏ធ្វើពិធីកថាដើម្បីចែកពួកកងទ័ពដើម្បីការពារខ្លួនពួកជនជាតិថៃឬក៏ពួកសៀមកងទ័ពសៀមឬក៏ទាហានសៀមហ្នឹងគឺខ្លាចណាស់បងប្អូនទាំងគ្នាហើយក៏មានជំនឿជឿទៅលើមុនអាគមបារមីវត្ថុស័ក្តិសិទ្ធិក៏ដូចជាបល័យការពារខ្លួនដែរបងប្អូនទាំងគ្នាប៉ុន្តែពួកទាំងអស់ហ្នឹងដែលវាធ្វើដែលវាចាហ្នឹងគឺសុទ្ធតែជារបស់ខ្មែរយើងដែលវាលួចទៅធម្មតាពុកម៉ែបងប្អូនទាំងអស់គ្នារបស់ដែលលួចពីគេចម្លងពីគេគឺវាមិនស័ក្តិសិទ្ធិវាមិនពូកែដូចម្ចាស់ដើមឬក៏ដូចគ្រូដើមនោះទេពុកម៉ែបងប្អូនហើយជាពិសេសហ្នឹងសិស្សដែលល្មើសគុណសិស្សដែលមិនដឹងគុណទោះបីជាខំធ្វើបែបណាក៏វាមិនពូកែវាមិនខ្លាំងវាមិនមានអំណាចដូចទៅនឹងគ្រូដើមផងដែរដូចឃើញថ្មីហ្នឹងគឺចែកខ្សែចកេះដល់កងទ័ពសៀមចែកខ្សែដៃធ្វើយ័ន្តធ្វើអីផ្សេងដើម្បីការពារខ្លួននឹងជាអបិយជំនឿរបស់ពួកកងទ័ពសៀមប៉ុន្តែនៅពេលថ្មីហ្នឹងក៏លេចឮដំណឹងថាសារព័ត៌មានថៃបានចុះផ្សាយថាគ្រូបារមីពូកែរបស់កម្ពុជានឹងបានធ្វើអំពើឬក៏ធ្វើមុនខ្មៅឬក៏ហៅថាមុនអន្ទងព្រលឹងកងទ័ពសៀមមេយោធាកងទ័ពសៀម3នាក់គ្រាន់តែឮការចុះផ្សាយព័ត៌មានប៉ុណ្ណឹងពួកជនជាតិសៀមតែមានអបិយជំនឿជឿទៅលើបុណ្យបារមីមុនអាគមមានការខ្លាចរអាដល់គ្រូបារមីនៃបរិជាណាចក្រកម្ពុជាឬក៏គ្រូមុនអាគមផ្សេងបងប្អូនទាំងអស់គ្នានឹងគឺជាជំនឿរបស់ពួកសៀមបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំចង់លើកឡើងថាទោះបីជាអ្នកឯងខំការពារខំថែរក្សាប៉ុណ្ណាក៏មិនអាចឈ្នះគ្រូដើមមិនអាចឈ្នះគ្រូដែលខំបង្ហាត់បង្រៀនបានដែរព្រោះអ្នកឯងបានលួចបានចម្លងរឿងឬក៏ពាក្យទាំងអស់ហ្នឹងពីគ្រូកម្ពុជាឬក៏គ្រូបារមីកម្ពុជាហើយបងប្អូនសង្កេតមើលទៅស័ក្តិរបស់ទាហានថៃក៏ដូចជាកីឡាកររបស់ថៃមួយចំនួនហ្នឹងកីឡាបណ្ដាលរបស់ថៃមួយចំនួនឃើញមានស័ក្តិអក្សរខ្មែរយ័ន្តខ្មែរនឹងបងប្អូនអរគ្នានឹងពួកអស់នឹងវាចម្លងហើយចង់និយាយថាពុព្វបរោះខ្មែររបស់យើងគឺខ្លាំងក្លាណាស់បងប្អូនអរគ្នាមិនមែនខ្លាំងតែមុនអាគមបារមីទេបងប្អូនអរគ្នាថែមទាំងខ្លាំងជាពិសេសទៀតនោះគឺការកសាងនៅប្រងប្រាងប្រាសាទនានាដូចជាប្រាសាទព្រះវិហារប្រាសាទអង្គរវត្តប្រាសាទតាម៉ុនប្រាសាទផ្សេងគឺជាស្នាដៃដ៏វិចិត្ររបស់កម្ពុជាឬក៏ពុព្វបរោះកម្ពុជារបស់យើងលោកបានកសាងរហូតបន្សល់គេដំណើរដ៏អស្ចារ្យបន្ថែមទាំងកសាងទេបងប្អូនអរគ្នានៅក្នុងប្រាង្គប្រាសាទនានានឹងមានក្បូរក្បាច់ចម្លាក់ផ្សេងហើយក្បូរក្បាច់ចម្លាក់មួយសុទ្ធតែជារបស់ដែលមានតម្លៃមានគុណប្រយោជន៍ខ្លាំងមែនទែនបងប្អូនអរគ្នាមិនមែនចេះតែឆ្លាក់ចេះតែសរសេរចេះតែគូរទេបងប្អូនអរគ្នារូបចម្លាក់មួយគឺតំណាងអំពីវប្បធម៌
បាច់គុណអក្សរសិល្ប៍អក្សរចរិតផ្សេងនៅក្នុងប្រាង្គប្រាសាទនានារបស់កម្ពុជាហើយមានទាំងសរសេរអក្សរចរិតអក្សរខ្មែរនៅលើប្រាង្គប្រាសាទនានាផងដែរបងប្អូនអរគ្នាហើយជនជាតិសៀមវាចង់បានរបស់ខ្មែរសួរថានៅលើប្រាង្គប្រាសាទហ្នឹងមានអក្សរសៀមមានអក្សរថៃបានចារនៅលើប្រាង្គប្រាសាទនឹងដែរអត់បងប្អូនអរគ្នាសំបីតែក្បាច់គុណបុរាណខ្មែរហ្នឹងក៏ពួកសៀមហ្នឹងក៏វាលួចអំពីក្បាច់គុណខ្មែរឬក៏ក្បាច់គុណតែពុព្វបុរសខ្មែរលោកបានសរសេរលោកបានឆ្លាក់នៅតាមប្រាង្គប្រាសាទនានាដូចជាក្បាច់គុណលបុកកតោផ្សេងហ្នឹងគឺសុទ្ធតែជារបស់ខ្មែរទេបងប្អូនអរគ្នាហើយជាពិសេសហ្នឹងវាបានលួចចម្លងប្រាសាទអង្គរវត្តរបស់កម្ពុជាថាជារបស់វាឯណានៃចឹងថែមទៀតបងប្អូននឹងពួកចៅសៀមគេហៅថាពួកចៅដែលឆ្លៀនពៀនចង់បានមិនចេះចាប់មិនចេះហេតុមិនចេះស្កប់ស្កល់ណាបងប្អូនទាំងគ្នាទោះបីជាដឹងរបស់នឹងជារបស់គេក៏ដោយក៏វានៅតែបង្រៀនកូនចៅរបស់វាឲ្យដឹងចង់បានរបស់គេផងដែរបងប្អូនទាំងគ្នាហើយកម្ពុជាយើងគឺគ្មានចិត្តណាទៅចង់បានឆ្លៀនពៀនទៅលើទឹកដីឬក៏អធិបតេយ្យរបស់វាទេបងប្អូនទាំងគ្នាពួកសៀមនេះខូចហ្នឹងបងប្អូនខ្លួនប្រព្រឹត្តអាក្រក់ធ្វើអាក្រក់និយាយអាក្រក់ចោទដាក់កម្ពុជាយើងជាអ្នកឆ្លៀនពៀនជាអ្នកធ្វើអាក្រក់ដាក់វាមុនហើយនៅពេលថ្មីហ្នឹងបិទច្រកព្រំដែនខ្លួនឯងសោះចោទកម្ពុជាថាជាអ្នកឆ្លៀនពៀនបិទអីចឹងជាដើមចឹងទៅរហូតដល់ពេលថ្មីនេះគឺមានជនជាតិបរទេសចង់ឆ្លងមកកាន់ទឹកដីនៃប្រទេសកម្ពុជារបស់យើងវាបានបិទមិនឲ្យជនជាតិបរទេសចូលមកកាន់ប្រទេសកម្ពុជារបស់យើងហើយឆ្លៀតអញ្ចឹងហើយវានៅតែប្រកែកថាខ្លួនវាត្រូវខ្លួនវាអស្ចារ្យខ្លួនវាខ្លាំងទេណាបងប្អូនអរគ្នាហើយចោទដាក់កម្ពុជារបស់យើងថាជាអ្នកបិទមិនឲ្យជនជាតិផ្សេងចូលមកអីចឹងជាដើមទៅហើយខ្លួនឯងជាអ្នកប្រព្រឹត្តខុសចោទគេថាអ្នកខុសបងប្អូនអរគ្នាខ្លួនឯងជាចោទចាត់គេខ្លួនឯងជាចោទចាត់ចោតម្ចាស់ផ្ទះគេថាជាចោទទៅវិញណាបងប្អូនអរគ្នាពួកអាចោសៀមនេះកំទុកចិត្តបងប្អូនហើយពួកអស់ហ្នឹងគឺវាសាហាវណាបងប្អូនវាមានកលបិចកិច្ចកលខ្លាំងណាស់បងប្អូនអរគ្នាហើយជាពិសេសហ្នឹងអ្វីដែលវាខ្លាចមែនតែនមកលើកម្ពុជារបស់យើងហ្នឹងគឺវាមិនដែលមានបទពិសោធន៍គ្រាន់តែឃើញទាហានកម្ពុជារបស់យើងពីរនាក់នឹងរត់បាត់ដៃបាស់ជើងងើបបាត់ដៃបាស់ជើងរហូតដល់ភ្លេចកំភ្លើងភ្លេចអីទៀតនឹងតាមប្រសាសន៍សម្ដេចលោកលើកឡើងថាគ្រាន់តែកម្ពុជារបស់យើងកម្ពុជារបស់យើងមកដល់ឃើញវាដេកនៅលើទឹកដីកម្ពុជារបស់យើងដេញវាចេញហ្នឹងអតិហ៊ានណាម្នាក់នោះភ្លេចកំភ្លើងភ្លេចអីភ័យបងប្អូនពួកអស់ហ្នឹងណាភ័យប៉ុន្តែកងទ័ពទាហានកម្ពុជារបស់យើងគឺលោកអង្គអាចក្លាហានសម្ដីម៉ាត់មិនមាត់មិនកបងប្អូនតាមាត់តាកគឺធ្វើឲ្យជនជាតិសៀមនឹងខ្លាចរអាមិនហ៊ានទេបងប្អូនអរគ្នាគាត់តែជនជាតិសៀមឃើញឬក៏ឮសំឡេងនេះក៏ភ័យបាសក់របស់សក់ដែរបងប្អូនអរគ្នាហើយបុណ្យបារមីមិនជួយទេវតាមិនជួយឃើញបងប្អូនថ្មីហ្នឹងមានទាហានខ្លះនឹងឈឺទាហានថៃបងប្អូនឈឺញាក់ញ័រអីផ្សេងចឹងទៅហើយមានចលាចលអីផ្សេងចឹងទៅហើយនាយករដ្ឋមន្ត្រីហ្នឹងក៏មិនអាចគង់នៅបានយូរដែរបងប្អូនអរគ្នាគង់នៅមានថ្ងៃដូរផ្លាស់អីទេបងប្អូននឹងដោយសារការឆ្លៀនពៀនការបំពេញមកលើទឹកដីនៃប្រទេសកម្ពុជាហើយចំបាតបានទៅភ្នំកាច់ជង្គោតកាលពីម្សិលមិញហ្នឹងក៏បានជួបលោកតាម្នាក់បានប្រាប់របស់ខ្ញុំថាការព្យាកររបស់ពុព្វបុរសខ្មែរក៏ដូចជាគ្រូព្យាករមួយចំនួនក៏ព្យាករត្រូវបងប្អូនអរគ្នាថៃថ្ងៃណាមួយនឹងរលាយបាត់រូបអំពីភពផែនដីនេះបងប្អូនអរគ្នាហើយបងប្អូនថាចង់ដឹងរឿងនឹងបែបណាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំនៅវគ្គក្រោយទៀតបងប្អូនអរគ្នានឹងបានដឹង
ហើយសម្ដីហ្នឹងគឺលោកតាគាត់រៀបរាប់ប្រាប់ខ្ញុំពឹកស្ដារខ្លាំងមែនទែនពុកម៉ែបងប្អូនអរគ្នាហើយវីដេអូក្នុងថ្ងៃនេះគឺមានប៉ុណ្្នឹងហើយគាត់ជាការចែករំលែកទៅកាន់លោកតាលោកយាយពុកម៉ែបងប្អូនដែលមានការងឿងឆ្ងល់ពាក់ព័ន្ធទៅនឹងព្រះធម្មវនវិស័យនិងលោកអូសុចតាអាចគង់នៅជាមួយគ្នាបានទេពុកម៉ែបងប្អូនអរគ្នាសម្រាប់លោកគឺអាចគង់នៅជាមួយគ្នាបានធម្មតាប៉ុន្តែគាត់ថារឿងខ្លះក៏វាមិនអាចដែរពុកម៉ែបងប្អូនអរគ្នាមានបរិស័ទខ្លះឆ្លាញ់អូសុចមានបរិស័ទខ្លះឆ្លាញ់លោកតាព្រះអង្គចន្ទមនីចឹងទៅជាងការគង់បច្ច័យរស់នៅជាមួយគ្នាក៏រៀងពិបាកដែរអញ្ចឹងណាបងប្អូនហើយរឿងមួយទៀតចង់និយាយដែលខ្ញុំបានលើកឡើងនោះគឺនិយាយពាក់ព័ន្ធទៅនឹងកងទ័ពទាហានសៀមខ្លាចអំណាចរដ្ឋាភិបាលបារមីនៃមន្តវិជ្ជាការឬក៏ពុព្វបរោះខ្មែរឬក៏បុណ្យបារមីពុព្វបរោះខ្មែរខ្លាំងណាស់បងប្អូនទាំងអស់គ្នាគ្រាន់តែឮលោកគ្រូបារមីខ្មែរហ្នឹងកងទ័ពទាហានសៀមហ្នឹងភ័យឬអាចរៀកនោមឈឺបាសសក់បាសដៃយ៉ាងជាដើមបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំបាទគឺមានប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណទៅកាន់លោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយចុចពាក្យជាឬពាក្យ Subscribe នៅ Channel របស់ខ្ញុំបាទតែលោកតាលោកយាយនៅតែស្រឡាញ់នៅតែតាមដានវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាហើយការលើកឡើងរបស់ខ្ញុំបាទខុសទាស់ឆ្គងយ៉ាងណាក៏សូមអធិស្ឋានទៅកាន់លោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់គ្នាផងសូមអរគុណសូមជម្រាបលា